ដោយជារឿងឥឡូវនេះកំពុងតែផ្ទុះនៅរឿងស្រែកដីរបស់ប្អូនស្រីម្នាក់នៅខាងកំពង់សោមជាមួយនឹងប្អូនស្រីកាកាកទឿដែលគាត់ហៅថាឥឡូវគាត់កំពុងប្រកបរបរលក់បុកល្ហុងដាច់មានអតិជនច្រើនហើយចំពោះការប្រេងរបស់គាត់ហ្នឹងគឺលេងហ្នឹងគឺដូចថាលេងជ្រុលណាមិនមែនហាងបងពេលដែលប្អូនមានបញ្ហាអញ្ចឹងបងតម្លាក់បន្ទុកអត់ទេអានេះគ្រាន់តែបងមើលឃើញជាក់ស្ដែងហើយម្យ៉ាងទៀតចង់និយាយថាអញ្ចេះនៅពេលដែលមនុស្សយើងបងប្អូនអ្នកខ្លះក៏រិស័យឡើងរិស័យចុះដោយប្អូនស្រីគេហៅថាគ្រោះក្នុងលៀបណាគ្នាដូចថាបាត់បង់ម្ដាយក៏គាត់ទៅដូចថារត់ទៅមានសហាយហើយដល់ពេលឪពុកវិញគាត់ក៏ចងកដូចថាជំងឺផ្លូវចិត្តណាហើយបងស្រីក៏មកនៅជាមួយនឹងពូមកលក់ស្រែកដីហើយគ្នាក៏អត់បានរៀនហើយជាគេហៅថាអំពើល្អកុសលផលបុណ្យគាត់មានអញ្ចឹងទៅក៏កាកាមកហ្នឹងគឺគ្រោះរបស់កាកាប៉ុន្តែនៅពេលដែលបងស្រីគេហៅថាមានលៀបផគាត់វិញហើយកាកានេះគេហៅថាយអូនដាក់រយៈជន់ណានេះហាលេខដាក់បាននៅសុកមិនមែនធម្មតានេះគឺផ្អើប្រទេសតែម្ដងចឹងហើយបានគេតែនិយាយថាលេងឲ្យចេះគិតលេងកុំជ្រុលកាលណាយើងលេងជ្រុលវាមិននាំគេហៅថាភ័ព្វសំណាងលៀបឲ្យយើងទៅវាទៅជានាំទុកទោសឲ្យយើងវិញហើយគាត់បាននិយាយថាគាត់ប្រេងគាត់និយាយអីចឹងទៅប៉ុន្តែអ្វីដែលសំខាន់ការដែលប្អូនលេងបែបនេះទៅកាន់អ្នកក្រគឺស្មើនឹងយើងមើងងាយទៅអ្នកក្រដែលគាត់ដូចថាអត់អីចឹងទៅហើយយើងប្រេងវាមានអីលេងប្រេងច្រើនណាអូនដល់ពេលអូនលេងអញ្ចឹងវាប៉ះពាល់អារម្មណ៍ដល់អ្នកដទៃទៀតហើយប៉ុន្តែគាត់ថាចំណុចទាំងអស់ហ្នឹងអាចឲ្យគាត់សុំទោសកុំឲ្យគាត់នៅតែដូចវាថាប្រេងសម្ដីខ្ញុំមិនដឹងថាខ្ញុំខុសអីទេតែខ្ញុំគ្មានបាននេះគួយខ្ញុំបានដូចថាដាក់ម៉ូមួយប្អូនស្រីមុនអាទាំងអស់ហ្នឹងយល់ប៉ុន្តែប្អូនលេងបែបហ្នឹងគឺជាមួយអ្នកក្រហើយដល់ពេលគ្នាកំពុងតែពិបាកដល់ពេលប្អូនលេងអញ្ចឹងវានៅតែប៉ះពាល់អារម្មណ៍ផោះគេហៅថាបងប្អូនប្រជាជនខ្មែរយើងអញ្ចឹងណាអញ្ចឹងប្អូនលើកក្រោយកុំលេងអញ្ចឹងទៀតអត់ល្អទេហើយក៏មានអ្នកខ្លះទៀតស្អីណាខឹងគាត់រហូតដល់ថាទៅញ៉ាំបុកល្ហុងគាត់ជះបុកល្ហុងនៅមុខគាត់អីណាឲ្យសមនឹងទង្វើគាត់បងប្អូនហើយរឿងមិនគួរលក្ខណៈគុំគួរនេះដល់ថ្នាក់ហ្នឹងពេកទេយើងខុសយើងណែនាំព្រោះយើងជាខ្មែរដូចគ្នាយើងមិនគួរណាដល់ថ្នាក់គុំគួនទៅជះបុកល្ហុងឈប់នាំគ្នាដូចថាបង្កើតចលាចលមួយឈប់ទៅញ៉ាំបុកល្ហុងកាហ្នឹងអូយគ្នាក៏មិនបានតាំងចិត្តធ្វើមិនបើគ្នាជ្រុលបងប្អូនធ្លាប់ពេលខ្លះយើងចង់លេងសប្បាយធ្វើនេះទៅនោះវាភ្លេចខ្លួនណាតែកំហុសនេះវាមានមែនតែកុំឲ្យដល់ថ្នាក់ដូចថារបរគ្នាដែលគាត់មានកូនចៅមានអីខំប្រកបរបរចិញ្ចឹមជីវិតយើងធ្វើដល់ថ្នាក់ហ្នឹងពេកវាលើសហួសហេតុណាអញ្ចឹងទាំងអស់ហ្នឹងនាងខ្ញុំសូមឲ្យបងប្អូនធ្វើការគិតពិចារណាឡើងវិញកុំឲ្យដូចថារឿងតិចតួចប៉ុណ្ណឹងធ្វើឲ្យរឿងធំបងប្អូនអរគុណ